ការស្រាវជ្រាវវិទ្យាសាស្ត្រវិទ្យាសាស្ត្រមានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃដើម្បីវែករកសារធាតុពិតដែលមានបង្កប់នៅក្នុងរុក្ខជាតិបន្លែផ្លែឈើថាតើវាមានគុណប្រយោជន៍និងផលប៉ះពាល់យ៉ាងណាខ្លះចំពោះសុខភាពចំពោះរុក្ខជាតិតែក៏ត្រូវបានក្រុមអ្នកស្រាវជ្រាវយកចិត្តទុកដាក់ជាពិសេសដែរការសិក្សាថ្មីចុងក្រោយរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញថាតែបៃតងមានគុណប្រយោជន៍ខ្លាំងណាស់ក្នុងការទប់ស្កាត់មិនឲ្យអត្រាជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែមឡើងខ្លាំងបានក្រោយពេលបរិភោគបាយនិងគ្រាប់ធញ្ញជាតិរួចអ្វីត្បិតតែប្រសិទ្ធភាពតែបៃតងទប់ស្កាត់បានតែ 50% ការឡើងកម្រិតជាតិស្ករនៅជាលទ្ធផលនៃការសិក្សាលើសត្វកណ្តុរក៏ដោយក៏នេះជាក្តីសង្ឃឹមថ្មីបំផុតសម្រាប់មនុស្សជាតិការសិក្សាលើមនុស្សគួរតែត្រូវបានចាប់ផ្ដើមដោយសារថាតែគ្មានផ្ដល់ផលរំខានហើយអាចទាញតែយកផលចំណេញពីគុណប្រយោជន៍នៃតែនេះបានដោយពិសាទឹកតែធ្វើជាថ្នាំព្យាបាលតាមបែបធម្មជាតិការកាត់បន្ថយអត្រាជាតិស្កររបស់តែកាន់តែមានប្រសិទ្ធភាពខ្លាំងប្រសិនបើអ្នកពិសាតែមួយពែងក្រោយពេលទទួលទានបាយដំឡូងបារាំងពោតសណ្ដែកដែលសុទ្ធសឹងតែជាធនជាតិសម្បូរទៅដោយជាតិម្សៅគុណប្រយោជន៍របស់តែមិនមែនជារឿងនិទានទៀតទេការសិក្សាបានរកឃើញថាតែល្អណាស់ចំពោះសុខភាពមកពីរុក្ខជាតិតែនេះមានបង្កប់ទៅដោយសារធាតុអង់ទីអុកស៊ីដង់ធម្មជាតិកាតេស៊ីននិងជាពិសេសសារធាតុអេពីឡាហ្គូកាតេស៊ីនហ្គាឡាតដែលមានសកម្មភាពអង់ទីអុកស៊ីដង់ប្រមាណពី25ទៅ100ដងលើសវីតាមីន C និងវីតាមីន E ទៅទៀតការសិក្សានៅលើសត្វនិងលើមនុស្សបានបញ្ជាក់យ៉ាងច្បាស់អំពីកម្លាំងពិសេសរបស់តែបៃតងនេះតាមបែបវិទ្យាសាស្ត្រតែម្ដងជាមួយនឹងលទ្ធភាពអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លានេះតែបៃតងអាចជួយកាត់បន្ថយការកើតជំងឺខ្លាញ់ក្នុងឈាមកូលេស្តេរ៉ុលហើយការសិក្សាផ្សេងទៀតកំពុងតែផ្ដោតទៅលើឥទ្ធិពលនៃអង់ទីអុកស៊ីដង់របស់តែបៃតងនេះចំពោះប្រព័ន្ធសរសៃឈាមបេះដូងនិងទំនាក់ទំនងរវាងជំងឺខ្សោយខួរក្បាលនិងជំងឺមហារីកនៅក្នុងពេលឆាប់នេះគេនឹងបានកាន់តែយល់ច្បាស់អំពីគុណសម្បត្តិការពាររបស់តែប្រឆាំងនឹងជំងឺមហារីកពងស្វះប្រឆាំងនឹងដំណើររីករាលដាលនៃជំងឺមហារីកខ្លះទៀតផងលោកអ្នកនាងបានជ្រាបហើយអំពីលក្ខណៈពិសេសនៃរុក្ខជាតិតែដូច្នេះនាងខ្ញុំសូមបូកសរុបគុណប្រយោជន៍9យ៉ាងមកបំភ្លឺលម្អិតម្ដងមួយជូនអស់លោកអ្នកនាងតាក់ទងនឹងការជ្រើសរើសបរិភោគទឹកតែជាទឹកក្តៅជាទឹកត្រជាក់ដាក់ទឹកកកដាក់លាយស្ករលាយទឹកឃ្មុំឬក៏ត្រូវបន្ថែមក្រូចឆ្មាទៀតក៏បានតាមការចូលចិត្តជាមួយនឹងធាតុបន្សំដ៏សកម្មរបស់តែបៃតងដែលជាអ្នកប្រយុទ្ធប្រឆាំងនឹងសារធាតុខ្លាញ់ពោលគឺបង្កើនល្បឿននៃការដុតរំលាយខ្លាញ់នៅក្នុងខ្លួនមិនឲ្យសល់កកច្រើនដែលជាបុព្វហេតុនាំឲ្យកើតជំងឺខ្លាញ់ក្នុងឈាមបើតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ TÜV បានអួតអាងបន្ថែមទៀតអំពីសមត្ថភាពអង់ទីអុកស៊ីដង់របស់តែបៃតងថាដូចជាសារធាតុកាតេស៊ីនផ្សេងទៀតដែរក៏ប៉ុន្តែ ECGC មានសកម្មភាពដៅទិសចំទៅរកខ្លាញ់នៅឯពោះដែលនេះអាចពន្លឿនការបញ្ចុះទម្ងន់បានដល់ទៅ 77% តែបៃតងមានថាមពលជួយរក្សាលំនឹងជាតិស្ករឲ្យនៅថេរក៏ព្រោះតែសារធាតុអង់ទីអុកស៊ីដង់ EGCG ជួយសម្រួលការបែងចែកធាតុអាំងស៊ូលីននៅក្នុងខ្លួនប្រាណបញ្ចេញមិនឲ្យជាតិស្ករឡើងខ្លាំងមិនឲ្យមានអារម្មណ៍ឆាប់នឿយហត់និងមិនចង់ឲ្យញ៉ាំឥតឈប់ឈរបើតាមការសិក្សានៅខែមេសាឆ្នាំ2010តែបៃតងអាចនឹងមានប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសួតពីព្រោះតែ EGCG មានសមត្ថភាពអាចលុបកំណើនកោសិកាមហារីកសួតបាន ត
តែបៃតងក៏ទំនងជាមានសកម្មភាពប្រឆាំងនឹងជំងឺមហារីកពោះវៀនធំដែរនេះបើតាមការសិក្សាមួយចំនួនផ្សេងទៀតកំពុងតែនៅសិក្សានៅឡើយទេក៏ប៉ុន្តែតែបៃតងហាក់ដូចជាបានជួយកោសិកាមហារីកពងស្វះឲ្យសម្លាប់កោសិកាមហារីកដោយខ្លួនឯងដើម្បីវិលមកការពារសរីរាង្គកាយវិញបានអំបញ្ញមិញនាងខ្ញុំបានលើកឡើងអំពីថា EGCG ឬក៏ Epigallocatechin Galate មានកម្លាំងអង់ទីអុកស៊ីដង់ច្រើនជាងវីតាមីន E ដល់ទៅ100ដងបើដូច្នេះមែនមានន័យថាតែបៃតងអាចជួយថែរក្សាស្បែករបស់យើងឲ្យនៅក្មេងខ្ចីបានជានិច្ចនិងជៀសវាងភាពជ្រីវជ្រួញនេះក៏ព្រោះតែសកម្មភាពរបស់ EGCG ដែលទៅបំផ្លាញឥទ្ធិពលអាក្រក់ទាំងអបាមានរបស់ម៉ូលេគុលមិនគ្រប់លក្ខណៈអនាថាមួយចំនួនដែលរប៉ាត់របាយនៅក្នុងសរីរាង្គកាយមនុស្សជាពិសេសនៅលើស្បែករបស់យើងតែបៃតងមានអំណាចខ្លាំងផ្នែកអង់ទីអុកស៊ីដង់ដូច្នេះតែបៃតងត្រូវតែមានផលវិជ្ជមានទៅលើកោសិកាស្បែកជាប្រកបកោសិកាស្បែកដែលពេលខ្លះត្រូវរងគ្រោះរងផលប៉ះពាល់និងខូចខាតយ៉ាងខ្លាំងនៅពេលមានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺរលាកឆ្អឹងជំងឺទឹកនោមផ្អែមឬក៏ជំងឺមហារីកជាចុងក្រោយតែបៃតងមានរសជាតិឆ្ងាញ់ជាភេសជ្ជៈសម្រាប់ផ្សើមសរីរាង្គកាយផងនិងដើម្បីឆ្ងាញ់មាត់ផងមួយពែងពីរពែងក្រោយរាល់ពេលបាយពិតមិនលំបាកធ្វើហើយអាចសម្រួលដល់សុខភាពទៀតផងនៅក្នុងជីវភាពរស់នៅបច្ចុប្បន្ននេះគេសង្កេតឃើញថាតែមានពីរប្រភេទធំគឺតែបៃតងនិងតែខ្មៅសួរថាតើតែទាំងពីរប្រភេទនេះមានគុណប្រយោជន៍ដូចគ្នាដែរឬទេតែបៃតងនិងតែខ្មៅមិនដូចគ្នាទេតែខ្មៅគឺជាតែដែលគេយកទៅផ្អាប់ឲ្យឡើងជាម៉ូលេគុលក៏ប៉ុន្តែជាតិកាតេឈីនក៏ត្រូវថយចុះដូច្នេះសកម្មភាពនិងសមត្ថភាពអង់ទីអុកស៊ីដង់របស់តែខ្មៅក៏ត្រូវតែថយចុះទៅតាមនោះដែរនិយាយឲ្យចំគឺតែបៃតងមានសារធាតុអង់ទីអុកស៊ីដង់ច្រើននិងខ្លាំងជាងតែខ្មៅហើយបើយើងប្រៀបធៀបជាមួយនឹងកាហ្វេវិញគឺមានគុណប្រយោជន៍និងសារធាតុអង់ទីអុកស៊ីដង់ច្រើនជាងកាហ្វេឆ្ងាយខ្លាំងណាស់